អ្នកធ្លាប់ដឹងទេថាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោដែលកំពុងរំជួយទូទាំងប្រទេសនាពេលនេះមិនមែនទើបតែជាគំនិតច្នៃប្រឌិតថ្មីនៅក្នុងសម័យកាលយើងនេះទេតែវាអាចទៅរួចទេថាកាលពី2000ឆ្នាំមុនបុព្វបុរសខ្មែរក្នុងសម័យអាណាចក្រហ្វូណនធ្លាប់បានបង្កើតបណ្ដាញផ្លូវទឹកនៅប្រព័ន្ធព្រែកជីកដ៏អស្ចារ្យបែបនេះរួចជាស្រេចទៅហើយតើហេតុអ្វីបានជាដូនតាយើងកាលពីសម័យនោះត្រូវខិតខំជីកផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្រតើវាជារឿងចៃដន្យឬជាយុទ្ធសាស្ត្រអាថ៌កំបាំងផ្នែកសេដ្ឋកិច្ចនិងការពារជាតិចំណេះដឹង3នាទីនឹងធ្វើការបកស្រាយនៅក្នុងវីដេអូនេះតាមការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យានិងរូបភាពស្កេនពីផ្កាយរណបអាណាចក្រហ្វូណនឬនគរភ្នំដែលជាអាណាចក្រដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍គឺជាមហាអំណាចផ្លូវទឹករាជធានីបុរាណអង្គរបុរីនិងកំពង់ផែអូរកែវត្រូវបានតភ្ជាប់គ្នាយ៉ាងល្អឥតខ្ចោះដោយប្រព័ន្ធព្រែកជីកបុរាណរាប់សិបផ្សាយកាលពី2000ឆ្នាំមុនបុព្វបុរសខ្មែរបានយល់យ៉ាងច្បាស់ពីអត្ថប្រយោជន៍នៃការដឹកជញ្ជូនតាមផ្លូវទឹកការជីកព្រែកជីកតភ្ជាប់ពីទន្លេទៅសមុទ្របានធ្វើឲ្យអាណាចក្រហ្វូណនក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដ៏ធំបំផុតដែលអាចស្វាគមន៍កប៉ាល់ជំនួញមកពីប្រទេសចិនឥណ្ឌានិងរហូតដល់ចក្រភពរ៉ូម៉ាំងមិនត្រឹមតែសម្រាប់ធ្វើជំនួញទេប្រព័ន្ធព្រែកជីកបុរាណទាំងអស់នោះដើរតួជាសរសៃឈាមរត់យ៉ាងសំខាន់វារំដោះទឹកជំនន់ចេញពីវាលទំនាបកាត់បន្ថយការលិចលង់ផងនិងស្តុកទឹកទុកសម្រាប់ធ្វើកសិកម្មនៅរដូវប្រាំងផងដែលធ្វើឲ្យទឹកដីខ្មែរមានសក្តានុពលកសិកម្មឥតរីងស្ងួតអ្វីដែលកាន់តែអស្ចារ្យនិងគួរឲ្យកោតសរសើរនោះគឺជាការសម្រេចចិត្តយ៉ាងក្លាហាននិងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោហ៊ុនសែនព្រមទាំងសម្ដេចធិបតីហ៊ុនម៉ាណែតដែលបានគិតគូរយ៉ាងល្អិតល្អន់និងប្រាជ្ញាចិត្តខ្ពស់ក្នុងការរុញច្រានគម្រោងប្រវត្តិសាស្ត្រមួយនេះឲ្យលេចចេញជារូបរាងឡើងការបង្កើតព្រែកជីកហ្វូណនតេជោនាសម័យកាលនេះមិនត្រឹមតែជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃបណ្ដាញដឹកជញ្ជូនកម្ពុជានោះទេប៉ុន្តែវាគឺជាការដាស់ប្រឡឹងស្មារតីវិស្វកម្មផ្លូវទឹករបស់ដូនតាខ្មែរកាលពី2000ឆ្នាំមុនឲ្យរស់ឡើងវិញនៅលើទឹកដីមាសនេះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសរុបមកព្រែកជីកហ្វូណនតេជោមិនមែនគ្រាន់តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹករកស៊ីធម្មតានោះទេប៉ុន្តែវាគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងការភ្ញាក់រលឹកឡើងវិញនៃសក្តានុពលផ្លូវទឹកបុរាណអាណាចក្រហ្វូណនកាលពី2000ឆ្នាំមុនឯករាជ្យភាពសេដ្ឋកិច្ចនិងភាពម្ចាស់ការលើទឹកដីរបស់កម្ពុជាចុះសម្រាប់ប្រិយមិត្តវិញតើយល់យ៉ាងណាដែរចំពោះគម្រោងប្រវត្តិសាស្ត្រមួយនេះសូមខមមិនបញ្ចេញមតិនិងចែករំលែកទស្សនៈរបស់បងប្អូននៅខាងក្រោមប្រសិនបើបងប្អូនចូលចិត្តវីដេអូវិភាគស៊ីជម្រៅនិងចំណេះដឹងថ្មីៗបែបនេះកុំភ្លេចចុច Like Share និង Subscribe ព្រមទាំងបើកសញ្ញាកណ្ដឹង Channel យើងខ្ញុំផងដើម្បីទទួលបានវីដេអូភាគបន្តមុនគេសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ